ឯងត្រូវចាំធ្វើការកុំឲ្យមានកំហុសហើយពេលមកបល់កុំតន់អាលចូលជីហួសសិនក្រែងមានឯតាមដានបាទទុកចិត្តលើខ្ញុំចោះក្របកំភ្លើងអាកាពីកម្លាំងសមត្ថកិច្ចបានហោះកាត់ភាពងងឹតទៅបំបែកមុនអាគមរ៉ាស្មាច់ដែលតែងតែជឿជាក់រឿងប្រវត្តិចៅរ៉ាស្មាច់ដំណើរជីវិតរបស់បុរសម្នាក់ដែលនឹងធ្វើឲ្យផ្អើលពេញក្រុងភ្នំពេញនាពេលអនាគតនោះគឺមេចៅរ៉ាស្មាច់គាត់បានចាប់កំណើតឡាយនៅភូមិរលាំងកោលឃុំឫស្សីជង្រុកស្រុកស្វាយទៀបខេត្តស្វាយរៀងទោះបីជាប្រឡងជាប់នៅអនុវិទ្យាល័យបឹងត្របែកក៏ដោយប៉ុន្តែសម្រាប់ណារ៉ាការសិក្សាមិនមែនជាផ្លូវដែលគេជ្រើសរើសឡើយក៏សម្រេចចិត្តឈប់រៀនទៅគេជាមនុស្សស្ងប់ស្ងាត់ចិត្តដាច់និងចូលចិត្តសេរីភាពឆ្នាំ1997ទឹកដីអូស្ត្រាលីបានក្លាយជាសាលារៀនថ្មីរបស់ណារ៉ាប៉ុន្តែគេមិនបានរៀនចំណេះដឹងទូទៅឡើយគេបានចំណាយពេលសង្កេតនិងលួចរៀននៅល្បិចកលពីក្រុមសង្គមងងឹតយ៉ាងស្ទាត់ជំនាញបំផុតក្រោយពេលវិលត្រឡប់មកវិញណារ៉ាមិនមែនជាយុវជនធម្មតាម្នាក់ទៀតឡើយគេមកវិញជាមួយលិខិតឆ្លងដែងដទឺ6និងផែនការដ៏ធំដែលនឹងធ្វើឲ្យកក្រៅភូមិពេញគេមិនមែនជាចៅធម្មតាឡើយណារ៉ាប្រើប្រាស់អាវុធទំនើបតម្លៃរាប់ពាន់ដុល្លារនិងដឹងរាល់ចលនាទឹកប្រាក់របស់គោលដៅដូចជាឧក្រិដ្ឋជនថ្នាក់អន្តរជាតិកាំភ្លើងខ្លីម៉ាក់ក្លុកដែលមានតម្លៃរាប់ពាន់ដុល្លារនិងគ្រាប់បែកដៃគឺជាឧបករណ៍ដែលគេប្រើដើម្បីបង្កការភ័យខ្លាចដល់គោលដៅរបស់គេខ្លងផ្លូវងងឹតគេមានជំនឿយ៉ាងមុតមមលើមន្តអាគារនិងវត្ថុស័ក្តិសិទ្ធិដូចជាកន្សែងយ័ន្តនិងកូនក្រក់ញីឈ្មោលដែលគេជឿថាអាចជួយការពារខ្លួនឲ្យរួចផុតពីគ្រោះកាំភ្លើងនិងគ្រោះថ្នាក់ទាំងពួងគេនិយាយថាណារ៉ាមានគូរស្នេហ៍ម្នាក់ជានារីស្រស់ស្អាតនិងមានមុខរបរជាអ្នកលក់ប្រេងសាងពួកគេស្រឡាញ់គ្នាយ៉ាងស្អិតរមួតតែសេចក្តីស្នេហាផ្អែមល្ហែមនេះមិនបានយូរឡើយនៅពេលដែលនាងមានផ្ទៃផ្ទុះរ៉ាស្មាច់បានបង្ខំនាងយកកូនធ្វើជាវត្ថុស័ក្តិសិទ្ធិសម្រាប់ការពារខ្លួនដែលមានកូនក្រក់តាមការពារនេះហើយទើបធ្វើឲ្យកំពូលមេចៅរ៉ាស្មាច់មានអំណាចខ្លាំងក្លាមិនខ្លាចញញូតសំណាញ់ច្បាប់នាពេលនោះឈ្មោះរបស់រ៉ាស្មាច់បានក្លាយជាសុបិនអាក្រក់សម្រាប់អ្នកមាននិងជាបញ្ហាប្រឈមដ៏ធំបំផុតសម្រាប់សមត្ថកិច្ចគ្រប់គ្នាដឹងថានេះគឺជាការប្រឈមមុខជាមួយក្រុមឧក្រិដ្ឋជនដែលមានជំនាញខ្ពស់បំផុតរ៉ាស្មាច់បានប្រមូលផ្ដុំកម្លាំងមនុស្សជាង30នាក់ដែលសុទ្ធសឹងតែជាអ្នកស្មោះស្ម័គ្រនិងមានជំនាញដើម្បីបង្កើតជាបណ្ដាញឧក្រិដ្ឋកម្មដ៏ធំមួយដែលត្រៀមខ្លួនរួចជាស្រេចសម្រាប់សកម្មភាពកក្រៅក្រុងភ្នំពេញយប់នោះនៅក្បែរផ្សារដើមគោនៅពេលភាពស្ងប់ស្ងាត់ត្រូវបានបំបែកគោលដៅដែលគេបានសិក្សាដោយម៉ត់ចត់ជាមុខសញ្ញារបស់ក្រុមគេចេញប្រតិបត្តិការនាពេលរាត្រីយ៉ាងព្រៃផ្សៃបំផុតក្នុងភាពចលាចលរ៉ាស្មាច់បានបាញ់គំរាមសម្រែកនៃភាពភ័យខ្លាចបានគ្របដណ្ដប់ពេញផ្ទះខណៈដែលគេតម្រូវឲ្យស្ត្រីជាប្រពន្ធយកប្រាក់ដែលសន្សំទុកមកឲ្យគេទាំងអស់ឯងយកលុយមកកុំឲ្យអញបាត់បង់ការអត់ធ្មត់ឲ្យសោះចាមេសុំកុំធ្វើបាបពួកយើងអីខ្ញុំនឹងយកមកឲ្យឥឡូវនេះបន្ទាប់ពីបានប្រាក់ក្រុមរបស់ណារ៉ាក៏បានចាយចេញបាត់ស្រមោលទៅក្នុងរាត្រីដ៏ខ្មៅដុតដោយបន្សល់នូវភាពភ័យរន្ធត់ដល់ជនរងគ្រោះនិងស្លាកស្នាមដល់សមត្ថកិច្ចស៊ើបអង្កេតទោះបីជាត្រូវបានគេស្គាល់ថាជាមហាចៅដ៏សាហាវប៉ុន្តែក៏មានពាក្យជាចាមអារាមលេចលឺមកថាណារ៉ាតែងតែយកប្រាក់មួយចំនួនដែលប្លន់បានទៅចែកទានដល់អ្នកក្រីក្រនិងកសាងវត្តអារាមនៅតាមតំបន់ដាច់ស្រយាលប្រហែលជាជ្រៅទៅក្នុងចិត្តគេកំពុងតែស្វែងរកការលាងបាបនិងភាពស្ងប់សុខដែលគេមិនដែលទទួលបាននៅក្នុងទីក្រុងភ្នំពេញពេលវេលារបស់ណារ៉ាឬហៅថារ៉ាស្មាច់កំពុងតែខិតជិតមកដល់ទីបញ្ចប់បន្ទាប់ពីដឹងខ្លួនថាសមត្ថកិច្ចកំពុងតាមប្រម៉ាញ់យ៉ាងក្តៅគគុតគេបានសម្រេចចិត្តធ្វើសកម្មភាពយ៉ាងលឿនបំផុតផែនការចុងក្រោយត្រូវបានរៀបចំរត់កាក់ទៅខេត្តកំពតមុននឹងបន្តដំណើរទៅកាន់ប្រទេសថៃបានតរកទិនម៉ូតូមួយភ្លាមស្លាកលេខស្រាប់ដើម្បីកុំឲ្យគេចំណាំយើងត្រូវចេញដំណើរម៉ោង4ទៀបភ្លឺបាទមេខ្ញុំនឹងធ្វើឲ្យបានសម្រេចឯងត្រូវចាំធ្វើការកុំឲ្យមានកំហុសហើយពេលមកបល់កុំតន់អាលចូលជីហួសសិនក្រែងមានឯតាមដានបាទទុកចិត្តលើខ្ញុំចោះទីបំផុតមធ្យោបាយចុងក្រោយត្រូវបានរៀបចំរួចរាល់ម៉ូតូ Viva ស៊េរីឆ្នាំ99ពណ៌ខ្មៅរួមជាមួយស្លាកលេខដែលបានរៀបចំទុកជាមុនគឺជាអាវុធសម្ងាត់សម្រាប់នាំណារ៉ាចាក់ចេញពីភ្នំពេញឆ្ពោះទៅកាន់ខេត្តកំពតតាមរយៈការស៊ើបអង្កេតយ៉ាងម៉ត់ចត់ពីភ្នាក់ងារសម្ងាត់ព័ត៌មាននៃការរត់គេចខ្លួនរបស់រ៉ាស្មាត់បានលេចលឺដោយត្រចៀកក្រុមប៉ូលីសនិងកងរាជអាវុធហត្ថភ្នំពេញនៅវេលាម៉ោង 9:30 នាទីយប់ថ្ងៃទី10ខែសីហាឆ្នាំ2000គណៈស្នងការនគរបាលរាជធានីភ្នំពេញបានបើកការប្រជុំបន្ទាន់មួយដើម្បីរៀបចំផែនការបង្ក្រាបមេក្លងចាប់ចម្រិតដ៏ល្បីល្បាញគឺរ៉ាស្មាច់
ការប្រជុំនោះដឹកនាំដោយលោកឧត្តមសេនីយ៍សួនឈៀងលីស្នងការលោកវរៈសេនីយ៍ឯកប៊ិតគឹមហ៊ុងស្នងការរងលោកវរៈសេនីយ៍ឯកឆៃស៊ីណារិតអនុប្រធាននាយកដ្ឋានព័ត៌មានទូទៅលោកវរៈសេនីយ៍ឯកបៃលមីស្នងការរងទទួលព្រំទាន់និងលោកវរៈសេនីយ៍ឯកកុងសារ៉ាន់ស្នងការរងទទួលផែនសណ្ដាប់ទ័ពលោកវរៈសេនីយ៍ត្រីស៊ុំលេងប្រធានការិយាល័យព័ត៌មានទូទៅនិងលោកវរៈសេនីយ៍ត្រីហឿងលៀងសែប្រធានការិយាល័យប្រឆាំងភេរវកម្មនិងភ្នាក់ងារសម្ងាត់ម្នាក់ការប្រជុំសម្រាប់ជ្រើសរើសយកលោកវរៈសេនីយ៍ត្រីស៊ុំលេងប្រធានការិយាល័យព័ត៌មានទូទៅដឹកនាំលោកអានុសេនីតូផែងវណ្ណៈជាអ្នកចុះអនុវត្តផែនការផ្ទាល់ដោយមានកម្លាំងពិសេសអន្តរាគមន៍អំជាមួយ3នាក់ទៀតចំណែកគណៈស្នងការនគរបាលរាជធានីភ្នំពេញនៅប្រចាំដឹកនាំបញ្ជានៅស្ថានីយ៍ប្រេងផ្លូវបំបែកវែងស្រែងអធិការខណ្ឌមានជ័យទទួលបន្ទុកប្រចាំការទិសចំការដូងដឹកនាំដោយលោកប៉ូមុតអធិការខណ្ឌចំការមនទទួលទិសឡើងទៅពេទ្យរ៉ូស៊ីដឹកនាំដោយលោកលុកលុនចំណែកឯលោកសូមលេងនិងលោកផែងវណ្ណៈរួមជាមួយកម្លាំងអន្តរាគមន៍3នាក់ទៀតបានប្រចាំការនៅទីតាំងគុលស្ពានដែកស្ទឹងមានជ័យជាមួយកំភ្លើងអាការខ្មាំងដៃ4ដើមមុននឹងសម្រេចជិបចាក់ចេញរ៉ាស្មាត់ដែលជាមនុស្សមានការប្រុងប្រយ័ត្នខ្ពស់បានបញ្ជាឲ្យកូនចៅជិះម៉ូតូទៅស៊ើបការជាមុនប៉ុន្តែដោយសារយុទ្ធសាស្ត្របំបាំងកាយនិងការលាក់ខ្លួនយ៉ាងជំនាញរបស់ក្រុមពិសេសទាំង5នាក់កូនចៅរបស់គេមិនបានមើលឃើញគ្រោះថ្នាក់ដែលកំពុងរងចាំនៅពីមុខឡើយមុននឹងដំណើរទៅកាន់វាសនាដែលមិនអាចដឹងមុនរ៉ាស្មាច់បានចំណាយពេលចុងក្រោយធ្វើពិធីបួងសួងពលស៊ូពលស័យគេជឿជាក់លើអំណាចនៃយ័ន្តស្នាមបាតជើងពុកម្ដាយនិងមុនអាគមកូនក្រក់ញីឈ្មោលថានឹងអាចបិទបំបាំងភ្នែកសត្រូវនិងការពាររូបកាយគេពីគ្រាប់កំភ្លើងធូបមួយក្បាប់ក្នុងដៃគឺជាពន្លឺនាំផ្លូវដែលគេសង្ឃឹមថានឹងនាំគេទៅកាន់សេចក្តីសុខប៉ុន្តែគេមិនដឹងឡើយទេថាផ្សែងធូបទាំងនេះក៏ជាសញ្ញានៃការលាគ្នាជាចុងក្រោយដែរវេលាម៉ោង 4 ទៀបភ្លឺព័ត៌មានសម្ងាត់បានត្រូវបានបញ្ជូនទៅកាន់ក្រុមសមត្ថកិច្ចភ្លាមណារ៉ាបានលេចមុខមកវិញក្នុងសម្លៀកបំពាក់ខោខបូយនិងអាវក្រក់ការពាររូបកាយយ៉ាងម៉ត់ចត់វេលាម៉ោង 4:15 នាទីព្រឹកថ្ងៃទី11ខែសីហាឆ្នាំ2000វាសនារបស់មហាចៅបានមកដល់ទីបញ្ចប់ណារ៉ាបានជិះម៉ូតូ Viva ខ្មៅស្លាកលេខ 1T 0994ចូលមកដល់កំណុំភូមិរស័យយ៉ាងលឿនក្នុងដៃរបស់គេមានកាន់កំភ្លើងខ្លីប្រភេទ Lock បងវែង30គ្រាប់ត្រៀមស្រាប់ដើម្បីផ្ទុះអាវុធប៉ុន្តែនៅពីមុខគេគឺលោកអានុសេនីតូផែងវណ្ណៈដែលកំពុងរងចាំយ៉ាងអត់ធ្មត់ក្នុងស្រមោលងងឹតដើម្បីយុត្តិធម៌និងសន្តិសុខរបស់ប្រជាជនមិនអាចបង្អង់យូរឡើយលោកអនុសេនីតូផែងវណ្ណៈបានសម្រេចចិត្តបាញ់ព្រមានដើម្បីផ្ដល់ឱកាសឲ្យរ៉ាស្មាច់ចុះចាញ់និងចាប់ខ្លួនទាំងរស់ប៉ុន្តែមហាចៅដែលជឿលើមុនអាគមរូបនេះមិនព្រមដាក់អាវុធឡើយគេបានលើកកំភ្លើងលុកបងវែងបំរុងបាញ់តបតមកលើសមត្ថកិច្ចវិញក្នុងវិនាទីនោះលោកផែងវណ្ណៈនិងក្រុមការងារបានសម្រេចចិត្តផ្ទុះអាវុធបាញ់កាត់ផ្តាច់គ្រោះថ្នាក់មុនពេលដែលមហាចៅអាចបង្កររស្នាមដល់ក្រុមការងារក្របកំភ្លើងអាកាពីកម្លាំងសមត្ថកិច្ចបានហោះកាត់ភាពងងឹតទៅបំបែកមុនអាគមរ៉ាស្មាច់ដែលតែងតែជឿជាក់ក្នុងពេលជាមួយគ្នាកូនក្រកញីឈ្មោលដែលគេធ្លាប់សង្ឃឹមថាអាចការពាររូបកាយបានខ្ទាតចេញពីកតាបត្រឹមតែ3គ្រាប់ប៉ុណ្ណោះធ្វើឲ្យរ៉ាស្មាច់មានរបួសធឿនរត់គេចខ្លួនចូលទៅក្នុងព្រៃនេះគឺជាភ័ស្តុតាងដែលបង្ហាញថាគ្មានមុនអាគមណាមួយអាចការពារមនុស្សពីអំពើបាបនិងការអនុវត្តច្បាប់បានឡើយទោះបីជាត្រូវគ្រាប់កំភ្លើងរងរបួសធ្ងន់យ៉ាងណាក៏ដោយក៏សាក់ក៏ជំរុញឲ្យរ៉ាស្មាច់ប្រឹងរើបំរាស់ទាំងត្រដាបត្រដួសរួចរត់គេចចូលទៅក្នុងព្រៃបាត់ស្រមោលនៅពេលទៅដល់កន្លែងដែលម៉ូតូ Viva ដួលភ្ងាជើងមហាចៅរ៉ាស្មាច់បានបាត់ស្រមោលទៅហើយនៅលើដីសេះសល់តែស្នាមឈាមស្រស់ៗដែលហូរដាមតាមផ្លូវពេលក្រុមការងារបានរើសយកកាបូបស្ពាយមកមើលរួមមានកំភ្លើងខ្លីមួយដើមបំពង់ផ្ទប់សំឡេងមួយក្របបែកដៃមួយក្របនិងវត្ថុតាងមុនអាគមមួយចំនួនទៀតនៅពេលដែលពន្លឺព្រះអាទិត្យរះឡើងក្បែររោងចិញ្ចឹមទាគេបានរកឃើញសាកសពរបស់មហាចៅរ៉ាស្មាច់ដេកស្លាប់យ៉ាងអណោចអធឿមចម្ងាយប្រមាណ200ម៉ែត្រពីកន្លែងដួលម៉ូតូបេសកកម្មប្រកបដោយគ្រោះថ្នាក់តែទទួលបានជោគជ័យនេះគឺដោយសារមានការដឹកនាំបញ្ជាឯកឧត្តមនាយឧត្តមសេនីយ៍ហុកឡុងដៃអគ្គស្នងការនគរបាលជាតិនិងឯកឧត្តមជាសុផារ៉ាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនៅទីបំផុតរាងកាយដែលធ្លាប់តែពោពេញដោយមហិច្ឆតានិងអំពើបាបក៏ត្រូវបានប្រគល់ឲ្យភ្នក់ភ្លើងក្នុងវត្តព្រះពុទ្ធក្រោមសំឡេងធម៌សូត្រមន្តដ៏ស្ងប់ស្ងាត់របស់ព្រះសង្ឃវិញ្ញាណក្ខន្ធរបស់រ៉ាស្មាច់បានលាចាកលោកនេះជារៀងរហូត
រឿងរ៉ាវនៃការបង្ក្រាបមហាចៅរស្មាច់មិនត្រឹមតែជាការបញ្ចប់នៃអាណាចក្រអ ுக ្រិតជនដ៏សាហាវប៉ុណ្ណោះទេប៉ុន្តែវាគឺជាសក្ខីភាពនៃភាពក្លាហាននិងការលះបង់មិនចេះនឿយហត់របស់កងកម្លាំងនគរបាលជាតិសន្តិសុខដែលយើងមាននៅថ្ងៃនេះគឺបានមកពីការលះបង់សាច់ស្រកឈាមស្រករបស់វីរបុរសក្នុងស្រមោលងងឹតនៅពេលទាំងនោះ